Hello សួស្តីអ្នកទាំងអស់គ្នាម្សិលមិញថ្ងៃ14កុម្ភៈខ្ញុំមានឱកាសថត vlog ពេញមួយថ្ងៃអ្នកទាំងអស់គ្នាបានមើល start ពីព្រឹកព្រលឹមតែម្ដងជាមួយនឹងថងបាយមកកញ្ចប់ដើរទៅធ្វើការហើយមួយរយៈហ្នឹងអាកាសធាតុមួយថ្ងៃហ្នឹងគឺចុះអាប់ខ្លាំងមែនតើតែជាអាប់ផ្សែងពុលអ្នកទាំងអស់គ្នាកុំភ្លេចថែរក្សាសុខភាពខ្លួនឯងផងបើសិនជាចេញទៅក្រៅផ្ទះត្រូវពាក់ម៉ាក់ឲ្យបានស្រួលបួលហើយបើអត់សមបាច់ក៏នៅក្នុងផ្ទះក៏បានដែរព្រោះចេញទៅក្រៅអាកាសធាតុក៏វាអត់សូវល្អប៉ុន្មានដែរហើយមកដល់កន្លែងធ្វើការខ្ញុំក៏បានសញ្ញាឈ្មោះអង្គុយចាំស្ដាប់របាយការណ៍ពីម្សិលមិញថាមានអ្វីត្រូវអាប់ដេតអីទៀតអត់តាក់ទងនឹងផ្នែករបស់យើងនិងតាក់ទងនឹងអ្នកជំងឺរបស់យើងហើយសម្រាប់ថ្ងៃនេះគឺអត់ទាន់មានខេសទេហើយបន្ទាប់ពីប្រជុំហើយខ្ញុំក៏បានធ្វើចប់ assignment ជារៀងរាល់ព្រឹករបស់ខ្ញុំហើយតួនាទីរបស់ខ្ញុំថ្ងៃហ្នឹងគឺសម្អាតបន្ទប់វះកាត់តែស្ដាយបន្ទប់វះកាត់ដែលនៅកន្លែងដែលខ្ញុំធ្វើការហ្នឹងគឺមាន3បន្ទប់អញ្ចឹងព្រឹកឡើងមុននឹងទទួលអ្នកជំងឺចូលមកក្នុងបន្ទប់វះកាត់យើងត្រូវសម្អាតឧបករណ៍ប្រើប្រាស់របស់យើងជាមុនសិនហើយតួនាទីដែលត្រូវសម្អាតបន្ទប់វះកាត់ហ្នឹងគឺយើងឆ្លាស់វេនគ្នាទេមិនមែនខ្ញុំធ្វើតែម្នាក់ឯងរហូតទេហើយបើអ្នកណាខ្លះចង់ដឹងពីវិធីសម្អាតបន្ទប់វះកាត់ជូតពីណាទៅណាខ្ញុំធ្លាប់ធ្វើវីដេអូយូរណាស់មកហើយធ្លាប់ធ្វើឲ្យអ្នកទាំងអស់គ្នាបានមើលអ្នកទាំងអស់គ្នាអាចចូលទៅមើលបានអញ្ចឹងនេះហើយបន្ទប់លេខ1ហើយអញ្ចឹងយើងបន្តដំណើរទៅបន្ទប់លេខ2ម្ដងទៀតហើយតួនាទីដែលត្រូវសម្អាតបន្ទប់វះកាត់ហ្នឹងក៏មិនមែនសម្អាតតែមួយមុខដែរយើងត្រូវមើលអីវ៉ាន់ណាដែលត្រូវខ្វះឬត្រូវថែមយើងក៏ត្រូវយកមកបន្ថែមនៅក្នុងអាតេសរបស់យើងដើម្បីសម្រួលដល់ការប្រើប្រាស់នៅពេលដែលមានអ្នកជំងឺមកអានេះយើងកាត់ខ្លីៗខ្លះទៅអានេះចូលទៅដល់បន្ទប់លេខ3ហើយសម្រាប់ល្ងាចថ្ងៃ14កុម្ភៈហ្នឹងក៏មានជប់លៀងកម្មវិធីរបស់មន្ទីរពេទ្យដែលជាការជប់លៀងប្រចាំឆ្នាំប៉ុន្តែតាមពីចុងឆ្នាំមកយើងចេះតែមានបញ្ហារហូតទៅយើងក៏អត់បានធ្វើហើយយើងរុញមកដល់ខែ2នេះខ្ញុំមានវីដេអូនៅពេលជប់លៀងផងដែរមានអ្នកទាំងអស់គ្នាណាចាំមើលដល់ចប់ព្រោះចាំមើលអត់ដល់ចប់ទេតោះយើងទៅមើលកម្មវិធីពេលល្ងាចទាំងអស់គ្នាវិញទៅព្រោះនេះពេលខ្ញុំធ្វើការនៅពេទ្យខ្ញុំក៏អត់បានថតពេញមួយថ្ងៃពេញដែលខ្ញុំធ្វើការនឹងដែរព្រោះយើងអាឡ័យរវល់ជាមួយអ្នកជំងឺយើងផងហើយនឹងធ្វើការងារនៅក្នុងពេទ្យនិងធ្វើការងារផ្ទាល់ខ្លួនយើងផងយើងក៏អត់បានថតដែរនេះគឺជា outfit របស់ខ្ញុំសម្រាប់ថ្ងៃនេះខ្ញុំត្រឡប់ទៅតែងខ្លួននៅផ្ទះហើយនឹងប្រហែលជាខ្ទង់ម៉ោង6ខ្ញុំចេញពីផ្ទះហើយអានេះយើងមកដល់សន្តាគារដែលគេរៀបចំកម្មវិធីហើយយើងក៏ត្រូវចុះឈ្មោះដើម្បីមានឈ្មោះ Lucky Draw អញ្ចឹងណារង្វាន់គេក៏មានច្រើនដែរមានចាប់ពី$100រហូតដល់$300ហើយ$100ហ្នឹងក៏មានដល់10 20 30នាក់អីណោះហើយយើងក៏សង្ឃឹមថាថ្ងៃនេះយើងក៏មានឱកាសជាមនុស្សមានសំណាងផងដែរហើយនេះគឺជាការប្រកួតប្រជែងរវាងធីមនីមួយៗដែលត្រូវមានការសម្ដែងទៅតាមសមត្ថភាពរបស់ក្រុមនីមួយៗអ្នកខ្លះប្រកួតច្រៀងអ្នកខ្លះប្រកួតសម្ដែងអ្នកខ្លះប្រកួតដើរម៉ូដដើររាំអីចឹងហើយនេះបងប្អូនខ្ញុំទាំង3នាក់ឡើងទៅច្រៀងបទកមុំទាំង3តែកុំថានេះក្រុមនេះទទួលបានលេខ1ហើយទទួលបានប្រាក់រង្វាន់ដល់ទៅ$150នោះហើយបរិយាកាសនៅក្នុងហ្នឹងក៏អង្គុយញ៉ាំអង្គុយនិយាយគ្នាហើយថតរូបអីចឹងទៅហើយខ្ញុំនេះបើឲ្យញ៉ាំគឺដឹងតែញ៉ាំហើយម្ហូបគេគឺមានច្រើនមុខជាលក្ខណៈ buffet ដែលឲ្យយើងដួសអីចឹងគឺហើយខ្ញុំភ្លេចប្រាប់ហើយទិមគេថ្ងៃនេះគឺ colorful ណែហើយមើលរោមភ្នែកមើលសម្លៀកបំពាក់មើលការតែងខ្លួនរបស់ម្នាក់ហើយយូរយើងមានឱកាសចេញក្រៅម្ដងអ្នកតែងខ្លួនចង់មិនក៏តែងខ្លួនទៅអ្នករាំក៏រាំទៅតែមានឱកាសសប្បាយយើងត្រូវសប្បាយហើយនេះគឺជាការចាប់រង្វាន់$100ចំនួន10នាក់ដំបូងទៅកាយ៉ាយើងទៅត្រូវហើយយើងបាច់ចាំមើលទេខ្ញុំមកថតរូបនៅក្នុងបន្ទប់ទឹកជាមួយបងស្រីណែហើយចុងក្រោយកាយ៉ាយើងអត់ត្រូវគឺអត់ត្រូវហ្មងរង្វាន់គេមានច្រើនមែនតើ$100ឡើងចង់30-40នាក់ហើយ$200 20នាក់ទៀតហើយ$300ចង់4នាក់អីចឹងទៀតគឺយើងអត់និយាយរួមគឺអត់សំណាងហ្មងហើយនេះគឺជាធីមគ្នាយើងដែលអត់ត្រូវទាំងអស់គ្នាហើយវីដេអូថ្ងៃហ្នឹង vlog ថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងអរគុណបាយបាយអ្នកទាំងអស់គ្នាដែលមើលមកដល់ចប់